Chẳng video ní toពីវីដេអូមុនដោយសារតែវីដេអូមុនរៀងវែងពេកអញ្ចឹងខ្ញុំកាត់ដាក់មកវីដេអូទៀតមកទៅពួកខ្លះគ្នាយើងធុញអញ្ចឹងវីដេអូនេះខ្ញុំដូចជាសមាចំណុច2ចំណុចទៀតប្រាប់អ្នកទាំងអស់គ្នាអំពីការប្រើប្រាស់ format cell ឬក៏ format number ហ្នឹងដើម្បីកំណត់ទិន្នប្រភេទទិន្នន័យផ្សេងៗនៅលើ Excel របស់យើងអូខេអញ្ចឹងចំណុចចុងក្រោយហ្នឹងគឺតាក់ទងជាមួយនឹងការកំណត់សញ្ញាដើម្បីឲ្យយើងអាចសរសេរបាននៅក្នុង Excel អញ្ចឹងជាទូទៅគេហៅថាសញ្ញាទូទៅឬក៏លេខមួយចំនួនយើងអាចប្រើបានធម្មតាទេអត់អីទេតែមានសញ្ញាមួយចំនួនទៀតគឺយើងអាចសរសេរបានទេនៅលើ Excel ឬក៏និយាយស្រួលស្ដាប់វិញគឺមានន័យថាសញ្ញាដែលយើងប្រើសម្រាប់គណនាហ្នឹងគឺយើងអាចសរសេរធម្មតាបានកុំឲ្យវាប៉ះពាល់បាទចេះចោះយល់ឡើងគ្នាយល់អត់យល់តែឥឡូវខ្ញុំធ្វើគ្នាយើងមើលមកមានន័យថាអញ្ចេះឧទាហរណ៍ថាធម្មតាពេលដែលយើងចង់គណនាយើងមិនបាច់សញ្ញាស្មើត្រូវអត់បាទយើងឲ្យសញ្ញាស្មើទៅយើងឧទាហរណ៍យើងចង់គណនានេះបូកជាមួយនឹងអីចឹងទៅទេហ្នឹងហើយអញ្ចឹងយើងអាចគណនាបានចុះបើសិនជាក្នុងករណីដែលយើងចង់សរសេរអក្សរធម្មតាសរសេរអក្សរធម្មតាថាស្មើ1បូកនឹង2អីចេះហើយមានន័យថាខ្ញុំចង់ឲ្យប៉ិនអក្សរហ្នឹងឬក៏លេខហ្នឹងវាឃើញនៅលើ sheet យើងនេះហ្នឹងហើយអញ្ចឹងពេលដែលយើង enter មកវាអត់ឃើញវាចេញទៅជាបូកអីចឹងទៅប៉ុន្តែយើងចង់សរសេរទេអញ្ចឹងណាឬក៏យើងចង់សរសេរអក្សរមានន័យថាឧទាហរណ៍ខ្ញុំចង់ឧទាហរណ៍ទេ smart this អីចឹងទៅអញ្ចឹងពេលដែលយើងចុចពេញនេះវាទៅជា error ចេះអញ្ចឹងសញ្ញាមួយចំនួនយើងអាចសរសេរនៅលើ Excel បានទេដូចជាសញ្ញាស្មើសញ្ញាបូកដកគុណចែកអីហ្នឹងតែភាគច្រើនគឺយើងសរសេរអត់កើតទេអញ្ចឹងបើសិនបើយើងចង់អាចសរសេរវាបានគឺអ្នកទាំងអស់គ្នាត្រូវតែកំណត់ format number គឺយើងចូលមកកន្លែងសញ្ញាហ្នឹងមកបាទចុចមកហើយនៅខាងក្រោមគេដែលមានឈ្មោះ text អញ្ចឹងពេលដែលយើងចុចកំណត់ពាក្យថា text ហ្នឹងទៅគឺយើងអាចសរសេរស្អីបានទាំងអស់អូខេយើងចុច text ហ្នឹងមកអញ្ចឹងឲ្យតែគ្នាយើងឃើញលោពាក្យ text នៅខាងលើនេះគឺវាលែងប៉ះពាល់ហើយអញ្ចឹងខ្ញុំវាយសញ្ញាស្មើហើយខ្ញុំតថា1បូក2ដែរណាអញ្ចឹងពេលយើងចុចចិត្តមកវាលែងអីហើយណាសញ្ញាផ្សេងទៀតដូចគ្នាដែរថាដកអញ្ចឹងពេលដែលយើងចុចចិត្តមកវា error តែបើយើងកំណត់វាទៅជា text select លើវាមកហើយយកពាក្យថា text ហ្នឹងហើយយកជា text មកហើយយើងលុបអានេះចោលវិញទៅចុះវាលែងអីហើយណាហ្នឹងហើយបាទស្របមកវិញមានន័យថាក្នុងករណីដែលយើងចង់ប្រើសញ្ញាគណនានៅក្នុង Excel គឺយើងកំណត់វាទៅជា text ដែលយើងអាចសរសេរសញ្ញាទាំងអស់ហ្នឹងប្រើបាននៅលើ Excel បន្ថែមមួយទៀតដោយសារតែវានៅក្នុង format cell ហ្នឹងដែរគឺការដាក់អក្សរឬក៏យើងកំណត់អក្សរឲ្យវាទៅលើត្រង់ឬក៏រៀង trade 40 degree អីដែលគ្នាយើងធ្លាប់ឃើញគេធ្វើអក្សរឈរអីជាដើមអញ្ចឹងអាហ្នឹងក៏គេប្រើ format cell ដែរណាអញ្ចឹងដើម្បីដាក់បានគឺយើង select សិនយើង select លើទិន្នន័យដែលយើងចង់ឲ្យអក្សរហ្នឹងមានទម្រង់ផ្ដេកឬក៏ប្រឈរអញ្ចឹងយើង select មកពីអញ្ចឹងគេធ្វើអា header ឬក៏ក្បាលតារាងខាងលើនេះអញ្ចឹងដើម្បីដាក់បានគឺយើង select មក select ទិន្នន័យហ្នឹងមកតបមកនេះយើងចូលមកកន្លែង general ហ្នឹងមកចុចកន្លែងសញ្ញានេះហើយយើងចូលយកក្រោមគេ more number format ខាងក្រោមគេបំផុតហើយយើងចុចលើវាមកតមកយើងចូលមួយ column ទៀតគឺមានពាក្យថា alignment ចុចលើ alignment ហ្នឹងមកអញ្ចឹងកន្លែងហ្នឹងឯងគឺជាកន្លែងកំណត់ទម្រង់អក្សរផ្ដេកប្រឈរអីហ្នឹងអញ្ចឹងកន្លែង text នេះគឺគ្នាយើងអាចចាប់ទាញវាបានឬក៏យើងអាចចុចឲ្យចំកន្លែងចំណុចខ្មៅៗហ្នឹងបានដើម្បីយើងអាចកំណត់វាបើយើងយកអានេះ text ចេះមានន័យថាវា trade 45 degree តែបើយើងយកឥឡូវនេះគឺប្រឈរហ្មងណា90 degree ប្រឈរអញ្ចឹងឥឡូវខ្ញុំយក45អញ្ចឹងយើងអូខេមកអញ្ចឹងយើងឃើញទម្រង់អក្សររបស់យើងគឺប្រឆិតហើយខ្ញុំចាប់ទាញនេះធំបន្តិចឲ្យឃើញអក្សរទាំងអស់ហ្នឹងហើយហើយបើយើងចង់ប្រឈរយើងយកឲ្យអស់ទៅយក90 degree តែម្ដងមកណាយក90 degree ទៅគឺវាប្រឈរតែម្ដងនេះដល់លើគេហ្នឹងយើងអូខេមកចាំវាប្រឈរឡើងទៅលើក្នុងវីដេអូមុនខ្ញុំភ្លេចប្រាប់អ្នកទាំងអស់គ្នាចឹងឲ្យខ្ញុំធ្វើមួយវីដេអូទៀតហ្មងទៅតាក់ទងនឹងការធ្វើលេខរៀងដែលយើងហៅថា N0 នេះនៅកន្លែងនេះបាទចឹងគ្នាយើងអាហ្នឹងគឺយើង
ប្រូច្រើនមែនទែនចង់ចេះធ្វើវាអញ្ចឹងខ្ញុំចែកពី3ក្បាច់អញ្ចឹង N0 នេះទី1គឺធម្មតាយើងធ្វើចេះក៏បានដែរអ្នកគ្នាសេ N ហើយលេខ0ចូលមកហើយយើង select លើវា select លើលេខ0ហ្នឹងមិនមែន select ទាំងពីរណាគឺ select ទៅលើលេខ0ទេ select ហើយគ្នាយើងអឺមកស្ដាំទៅហើយយើងយកពាក្យនេះ format cell ចេញមក format cell មកបន្ទាប់មកនេះអាខាងក្រោមនេះគេហៅថា superscript superscript អញ្ចឹងបើ superscript នេះវាទៅក្រោម superscript ទៅលើយើងចង់ឲ្យវាទៅលើដល់លេខ0ហ្នឹងតូចទៅលើអញ្ចឹងយើងយកអាកណ្ដាលហ្នឹង superscript ហើយយើងចុច OK មកនេះN0 ប៉ុន្តែគាត់ថា N0 នេះវាអត់មានស្អីគេអីនៅខមនេះទេអញ្ចឹងណាបើសិនជាយើងចង់បានអាក្រោមហ្នឹងគឺយើងធ្វើវិធីចេះវិញគឺអ្នកនរគ្នាចុចអក្សរ N ចុះហើយយើងដាក់ cursor ពីមុខវាអញ្ចឹងមកយើងប្រើវិធីមួយទៀតគឺប្រើវិធីយកពីនិមិត្តសញ្ញាពីក្នុង symbol វិញអញ្ចឹងគឺយើងចូលមកកន្លែង insert បាទ insert បន្ទាប់មកយើងចូលមកកន្លែង symbol បន្ទាប់មកកន្លែង search នេះកន្លែង search ហ្នឹងដំបូងវាប្រហែលជាមិនមានចេះទេអញ្ចឹងពេល search គ្នាយើងវាយពាក្យមិញមកនេះគឺវាយតាមខ្ញុំមកណានេះសញ្ញាឧទានខ្មែរ OS សៀមរាបអញ្ចឹងហើយយើងចុច enter ទៅណា search រកវាមកអញ្ចឹងពេលដែលយើង search ដំបូងវាចេញទៅអញ្ចឹងគឺយើង select scroll មក scroll មកបន្តិចមក scroll មកអញ្ចឹងមកដល់នេះឃើញចំណាំអក្សរ C ធំនេះឬក៏សញ្ញានេះអញ្ចឹងយើងនឹងឃើញនៅកន្លែងនេះអូខេហើយចឹងសង្ឃឹមថាយើងរកឃើញលេខកូដវានេះហើយយើងចុច insert ទៅតោះនេះគ្នាយើងបពីអូចុះវាចេញបាទចាំតិចចុចមួយអូខេនេះបាទហ្នឹងរបៀបទី2របៀបទី3របៀបទី3អ្នកទាំងអស់គ្នាអាចធ្វើអញ្ចេះបានគឺអ្នកទាំងអស់គ្នាវាយសញ្ញាស្មើអានេះយើងប្រើរូបមន្តគឺយើងប្រើវាយពាក្យថា uni បាទ unicha នេះ unicha ណា unicha ចុច select លើវាទៅបន្ទាប់មកយើងដាក់លេខកូដចូលនេះដាក់ number លេខកូដរបស់វាគឺ867084បាទអញ្ចឹងលេខកូដរបស់វាគឺ8470នេះវាយ70មក8470ហើយបិទមុខកញ្ចក់ enter មកនេះបាទអញ្ចឹងវិធីនេះគ្នាយើងប្រើវិធីមួយណាក៏បានដែរណា